ខ្ញុំនៅសល់តែរយៈពេល2ខែទេគឺខ្ញុំត្រូវប្រឡងតែភាសាចិន HSK 5ហើយនេះគឺជារឿង3យ៉ាងដែលខ្ញុំធ្វើសម្រាប់ធៀមខ្លួនក្នុងការប្រឡងទី1គឺការរំលឹកពាក្យនៅក្នុង HSK 5គឺមានពាក្យចំនួន2500ពាក្យការពិត2500ពាក្យហ្នឹងគឺវាអត់ច្រើនទេអញ្ចឹងគឺខ្ញុំរំលឹកមួយថ្ងៃ50ពាក្យអញ្ចឹងក្នុងរយៈពេល50ថ្ងៃគឺខ្ញុំរំលឹកអស់2500ពាក្យឯងការរៀនរបស់ខ្ញុំគឺមានពីររបៀបទី1គឺរៀនតាមវីដេអូនៅក្នុង YouTube បើសិនអ្នកនរចង់ដឹងថា channel YouTube មួយណាដែលត្រូវរៀនអ្នកនរអាចចូល check ទៅក្នុង TikTok របស់ខ្ញុំបានពីមុនខ្ញុំធ្លាប់ធ្វើវីដេអូមួយរបៀបទី2គឺ mock test ក្នុងកន្លែងនេះគឺខ្ញុំភាគច្រើនគឺខ្ញុំចូលទៅកាន់ website មួយចំនួនដែលមានការបញ្យល់ពាក់ព័ន្ធជាមួយនឹង vocab ផ្សេងៗដែលធ្វើឲ្យខ្ញុំរំលឹកនៅអាពាក្យដែលខ្ញុំភ្លេចហ្នឹងឡើងមកវិញរឿងទី2ដែលខ្ញុំធ្វើនោះគឺការគ្រប់គ្រងពេលវេលាចំពោះការគ្រប់គ្រងពេលវេលារបស់ខ្ញុំគឺខ្ញុំព្យាយាមជារាល់ថ្ងៃចំណាយពេល30នាទីទៅ1ម៉ោងក្នុងការរំលឹកឡើងវិញហើយខ្ញុំ recommend ឲ្យអ្នកនរគ្នារៀនទៅតាមកុំព្យូទ័រហើយកុំព្យាយាមមើលម៉ោងតាមទូរស័ព្ទច្រើនពេកអ្នកនរគ្នាអាចសាកល្បងពាក់នាឡិកាមួយទៅសម្រាប់មើលម៉ោងនិយាយដល់នាឡិកាដែលខ្ញុំពាក់ថ្ងៃហ្នឹងគឺនាឡិកា Ice Watch នាឡិកាមួយនេះមានឈ្មោះថា Ice Body Day ឥឡូវហ្នឹងគឺកំពុងតែមានការបញ្ចុះតម្លៃរាល់នាឡិកាដែលអ្នកនរគ្នាទិញគ្រាន់តែប្រើប្រម៉ូកូដរបស់ខ្ញុំអ្នកនរគ្នានឹងទទួលបានការបញ្ចុះតម្លៃរហូតដល់41%មិនថាយើងទៅទិញ online ឬក៏យើងទៅទិញដល់ store យើងគ្រាន់តែប្រាប់គេកូដមួយនេះទៅបានទេចំណុចទី3គឺការសរសេរនិយាយទៅតាំងពីខ្ញុំមានទូរស័ព្ទមានកុំព្យូទ័រប្រើមកគឺខ្ញុំអត់សូវសរសេរដៃទេគឺខ្ញុំប្រើតែកុំព្យូទ័រសម្រាប់វាយពាក្យវាយអីរហូតអញ្ចឹងវិធីរៀនរបស់ខ្ញុំគឺខ្ញុំព្យាយាម take note ដោយប្រើប៊ិចមកសរសេរនៅក្នុងសៀវភៅហើយការសរសេរភាសាចិនមិនត្រឹមជួយឲ្យយើងចាំពាក្យបានល្អទេគឺវាជួយទៅលើ grammar និង structure នៃការសរសេរនិង storytelling នៅពេលដែលយើងប្រឡងក៏បានដែរជាចុងក្រោយគឺខ្ញុំមាន bonus tip មួយទៀតបើសិនបើក្នុងអំឡុងពេល2ខែហ្នឹងគឺខ្ញុំមានពេលតនេខ្ញុំនឹងព្យាយាមធ្វើ mock test ដែលអាចនឹងចំណាយពេលក្នុងមួយថ្ងៃគឺ2-3ម៉ោងដើម្បីឲ្យធ្វើឲ្យខ្ញុំមានអារម្មណ៍ថា comfortable ក្នុងការប្រឡងអូខេវីដេអូនេះគឺមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាក្នុងវីដេអូនេះគឺជួយអ្នកដែលគាត់កំពុងត្រៀមខ្លួនប្រឡងដែរ